ទូរទស្សនិកជនជាទីមេត្រីគណៈនេះសូមអញ្ជើញលោកអ្នកតាមដានទស្សនានៅការផ្សាយផ្ទាល់ព័ត៌មានរបស់ទូរទស្សន៍បច្ចុប្បន្នបាទជាដំបូងនេះសូមអញ្ជើញលោកអ្នកតាមដានទស្សនានៅព័ត៌មានក្នុងប្រទេសដែលព័ត៌មានក្នុងប្រទេសជាដំបូងនេះគឺរដ្ឋសភានឹងបើកសម័យប្រជុំរបស់ខ្លួននៅថ្ងៃទី20ខែធ្នូឆ្នាំ2013ដើម្បីពិភាក្សានិងអនុម័តលើរបៀបវារៈចំនួន6អគ្គលេខាធិការដ្ឋានរដ្ឋសភាបានប្រកាសថានៅថ្ងៃសុក្រទី20ខែធ្នូឆ្នាំ2013ម៉ោង8ព្រឹករដ្ឋសភានឹងបន្តសម័យប្រជុំលើកទី1នីតិកាលទី5ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាពញាចក្រហេងសំរិនប្រធានរដ្ឋសភាដើម្បីបោះឆ្នោតផ្ដល់សេចក្តីទុកចិត្តពិភាក្សានិងអនុម័តលើ6របៀបវារៈសេចក្តីជូនដំណឹងចុះថ្ងៃទី17ខែធ្នូឆ្នាំ2013របស់អគ្គលេខាធិការដ្ឋានរដ្ឋសភាបានបង្ហាញពីរបៀបវារៈទាំង6ដែលរដ្ឋសភាត្រូវលើកយកទៅប្រជុំនៅថ្ងៃសុក្រខាងមុខនេះរួមមាន1ការបោះឆ្នោតទុកចិត្តលើសមាជិកភាពសមាជិករាជរដ្ឋាភិបាលដែលត្រូវបានកែសម្រួលនិងបំពេញបន្ថែម2ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុន Alex Corporation 3ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ានស្តីពីបម្លាស់ទីរូបវ័ណ្ណបុគ្គល4ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី3នៃការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងសាធារណរដ្ឋប្រជាមានិតចិននិងពិធីសារបញ្ចូលវិធានការអនាម័យនិងពុទ្ធគាមអនាម័យនិងរបាំងបច្ចេកទេសពាណិជ្ជកម្មទៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងសាធារណរដ្ឋប្រជាមានិតចិន5ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារនិងពិធីសារទី2ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មទំនិញនៅក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយក្នុងចំណោមប្រទេសសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងសាធារណរដ្ឋកូរ៉េ6ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារស្តីពីការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងសេដ្ឋកិច្ចអាស៊ានមួយចំនួនដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មទំនិញសិក្ខាសាលាស្តីពីការយល់ដឹងសាធារណៈលើការវិតម្លៃនៃផលប៉ះពាល់នៃលិខិតបទដ្ឋានកិត្តិយសនៃគម្រោងវិតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានកិត្តិយសថ្ងៃនេះក្រុមរក្សាសេដ្ឋកិច្ចសង្គមកិច្ចនិងវប្បធម៌បានសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ីបានរៀបចំនៅសិក្ខាសាលាស្តីពីការយល់ដឹងជាសាធារណៈលើការវិតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានកិត្តិយសក្រោមគម្រោងវិតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានកិត្តិយសគម្រោង RIA នៅសន្តាគារភ្នំពេញក្រោមអធិបតីភាពអាដាមយឹមដុល្លារទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាប្រធានក្រុមរក្សាសេដ្ឋកិច្ចសង្គមកិច្ចនិងវប្បធម៌ហើយសិក្ខាកាមចូលរួមក្នុងអង្គសិក្ខាសាលានៅថ្ងៃនេះគឺមានថ្នាក់ដឹកនាំនិងមន្ត្រីជំនាញរបស់ក្រសួងស្ថាប័នពាក់ព័ន្ធមន្ត្រីគម្រោង RIA សរុបទាំងអស់ប្រមាណជា200រូបការវិតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានកិត្តិយសគឺជាកាយវិការគឺជាការវិភាគមានលក្ខណៈជាប្រព័ន្ធលើសំណើបញ្ញត្តិកម្មជាឧបករណ៍និងជាវិធីសាស្ត្រដែលត្រូវបានប្រើប្រាស់សម្រាប់គម្រោងសម្រាប់ការព្រៀងសំណើបញ្ញត្តិកម្មឲ្យប្រសើរឡើងដោយផ្ដល់នៅព័ត៌មានពីបន្ទុកចំណាយនិងផលចំណេញឲ្យបានច្បាស់លាស់ជូនថ្នាក់ដឹកនាំមុននឹងសម្រេចហើយម្យ៉ាងវិញទៀតនោះដើម្បីលើកកម្ពស់គោលនយោបាយប្រកួតប្រជែងព្រមទាំងអភិបាលកិច្ចល្អគម្រោង RIA មានទីភ្នាក់ងារប្រតិបត្តិគម្រោងថត់នៅក្រោម ECOSOC ដែលជាអង្គភាពចំណុះទិសដីការគណៈរដ្ឋមន្ត្រីនិងបច្ចុប្បន្នមានក្រសួងអនុវត្តគម្រោងចំនួន4ចូលរួមមានក្រសួងពាណិជ្ជកម្មក្រសួងបរិស្ថានក្រសួងឧស្សាហកម្មរ៉ែនិងថាមពលនិងក្រសួងទេសចរជាទីភ្នាក់ងារអនុវត្តគម្រោងសកម្មភាពសំខាន់នៃគម្រោងគឺការកសាងសមត្ថភាពមន្ត្រីគម្រោងតាមការបណ្ដុះបណ្ដាលដោយអ្នកជំនាញរបស់ក្រុមទីប្រឹក្សានៃក្រុមហ៊ុន POLក្រៅពីទម្រង់បណ្ដុះបណ្ដាលខាងលើមានការសិក្សាដកពិសោធន៍នៅក្រៅប្រទេសដូចជាប្រទេសអូស្ត្រាលីនិងប្រទេសអង់គ្លេសបន្ថែមទៀតដើម្បីឲ្យឃើញដោយផ្ទាល់នៃការអនុវត្តរបស់ប្រទេសអភិវឌ្ឍន៍
គម្រោង OIA បានធ្វើការផ្សព្វផ្សាយជាសាធារណៈស្ដីពីវិធីសាស្ត្រ OIA ដល់ក្រសួងស្ថាប័នក្រុមប្រឹក្សានិងអាជ្ញាធរពាក់ព័ន្ធរាជបណ្ឌិតសភាកម្ពុជាសាលាភូមិន្ទរដ្ឋបាលគ្រឹះស្ថានឧត្តមសិក្សាមួយចំនួនទៀតព្រមទាំងវិស័យឯកជនអ្នកធុរកិច្ចនិងសង្គមស៊ីវិលជាច្រើនជាពិសេសគឺកម្មវិធីផ្សព្វផ្សាយគម្រោង OIA ដែលបានប្រពធ្វើកាលពីថ្ងៃទី3ខែតុលាឆ្នាំ2012ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីអាដាមបណ្ឌិតសភិចាសុកអានឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកពីស្តីការគណៈរដ្ឋមន្ត្រីនិងជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់ ADB មួយចំនួនទៀតនៅដើមឆ្នាំ2014រដ្ឋាភិបាលមានផែនការបញ្ចូលក្រសួង3បន្ថែមទៀតគឺក្រសួងអប់រំយុវជននិងកីឡាក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈឲ្យចូលរួមជាភ្នាក់ងារអនុវត្តគម្រោង OIA ហើយក៏បានចង្អុលបង្ហាញថានៅឆ្នាំ2014ក្រោយពីការវិតម្លៃឃើញថាការអនុវត្តគម្រោង OIA ក្នុងដំណាក់កាលសាកល្បងនេះបានជោគជ័យនិងអនុញ្ញាតឲ្យអេកូសករៀបចំនៅសេចក្តីព្រាងអនុក្រឹត្យស្តីពីការដាក់ឲ្យអនុវត្តនៅវិធីសាស្ត្រ OIA សម្រាប់វិតម្លៃលើផលប៉ះពាល់នៃសំណើព្រាងច្បាប់និងលិខិតបទដ្ឋានកិត្តិយសដែលមានផលប៉ះពាល់ដល់ធុរកិច្ចនិងវិនិយោគប្រទេសស៊ុយអែតមានភ្ញៀវទេសចរប្រមាណជា14លាននាក់បានចេញទៅទស្សនានៅលើពិភពលោកហើយកម្ពុជាទទួលបានភ្ញៀវទេសចរពីប្រទេសស៊ុយអែតប្រមាណជា60000នាក់អាយរំថងគុណរដ្ឋមន្ត្រីក្រសួងទេសចរបានទទួលជួបលោកជំទាវអាណាម៉ាស់ហូលហ្កាតឯកអគ្គរដ្ឋទូតស៊ុយអែតថ្មីប្រចាំកម្ពុជានៅព្រឹកថ្ងៃទី18ធ្នូនាទីស្តីការក្រសួងអាយរំថងគុណបានសម្ដែងនៅការស្វាគមន៍ចំពោះបេសកកម្មការទូតនៅកម្ពុជានិងបានជម្រាបជូនភ្ញៀវពីសក្តានុពលវិស័យទេសចរនិងគោលនយោបាយទេសចរនៅកម្ពុជានិងសហភាពការភ្ញៀវទេសចរតាមការព្យាករណ៍កំណើនភ្ញៀវទេសចរដែលមកទស្សនាកម្ពុជាក្នុងឆ្នាំ2013នឹងទទួលបានចំនួន4លាន1សែននាក់ដោយសារក្រសួងទេសចរនៅមានកង្វះខាតធនធានមនុស្សលើវិស័យទេសចរឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំឲ្យប្រទេសស៊ុយអែតជួយផ្សព្វផ្សាយគោលដៅទេសចរកម្ពុជាខណៈពេលដែលប្រទេសស៊ុយអែតមានភ្ញៀវទេសចរប្រមាណជា14លាននាក់ចេញទៅទស្សនានៅលើពិភពលោកនិងមកទស្សនាកម្ពុជាប្រមាណជា60000នាក់និងជួយបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកបដិសណ្ឋារកិច្ចប្រទេសស៊ុយអែតជាប្រទេសឈានមុខគេដឹកនាំនៅអឺរ៉ុបខាងបរិស្ថានល្អឯកឧត្តមក៏បានស្នើជួយជំរុញអភិវឌ្ឍទីក្រុងស្អាតនិងបៃតងនិងជួយផ្ដល់ថវិកាសម្រាប់ការរៀបចំគ្រប់គ្រងកាកសំណល់នៅក្នុងខេត្តសៀមរាបបាត់ដំបងកំពង់ចាមក្រចេះនិងក្រុងព្រះសីហនុដើម្បីឆ្លើយតបការអភិវឌ្ឍទីក្រុងស្អាតនិងបៃតងនៅកម្ពុជាលោកជំទាវបានសន្យាថានឹងជួយតាមសំណើដោយផ្អែកលើយុទ្ធសាស្ត្រសហប្រតិបត្តិការទ្វេភាគីកម្ពុជាស៊ុយអែតលើ3ចំណុចមានសិក្សាធិការនិងបណ្ដុះបណ្ដាលជំនាញសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យការអភិវឌ្ឍប្រកបដោយចីរភាពដើម្បីចូលរួមនៅការកាត់បន្ថយភាពក្រីក្រនៅកម្ពុជាកន្លងមករាជរដ្ឋាភិបាលស៊ុយអែតបានផ្ដល់ថវិកាជាង$1លានសម្រាប់កសាងរាជបណ្ឌិតសភាសាលាបណ្ដុះបណ្ដាលធ្វើម្ហូបអាហារនៅកម្ពុជាកម្ពុជាបានបញ្ចប់នៅវគ្គបណ្ដុះបណ្ដាលជំនាញកងរាជអាវុធហត្ថមួយវគ្គទៀតដើម្បីសម្រាប់ត្រៀមចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិកងកម្លាំងកងរាជអាវុធហត្ថលេខ117ដែលកន្លងមកបានធ្វើការវឹកវើអាវុធហត្ថជាមួយនឹងយោធាចារសាស្ត្រាចារ្យជំនាញមកពីប្រទេសបារាំងនៅព្រឹកថ្ងៃទី18ខែធ្នូនេះបានប្រពៃពិធីបិទក្រមវត្តមានអាដាមនាដាមស្នៃម៉ឹងសំផនរដ្ឋលេខាធិការក្រសួងការពារជាតិនៅវិទ្យាស្ថានវឹកវើឧដុង្គខេត្តកំពង់ស្ពឺឧត្តមស្ដីតូតាំងសំបូននាយកវិទ្យាស្ថានវឹកវើបណ្ដុះបណ្ដាលកងកម្លាំងរក្សាសន្តិភាពបោះសម្អាតនិងការសំណល់សង្គ្រាមបានឲ្យដឹងថាកងកម្លាំងកងរាជអាវុធហត្ថលេខ117ដែលបានធ្វើការវឹកវើលើជំនាញរបស់ខ្លួននៅពេលនេះគឺបានធ្វើឡើងដើម្បីត្រៀមចេញបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនិងត្រូវបដូរវេនកងកម្លាំងកងរាជអាវុធហត្ថលេខ711ដែលនឹងបញ្ចប់ការបំពេញបេសកកម្មរក្សាសន្តិភាពនៅប្រទេសស៊ូដង់ខាងត្បូងនៅក្នុងខែមេសាឆ្នាំ2014ឧត្តមស្ដីតូតាំងសម្បូនបន្តថាវគ្គវឹកវើនេះបានដំណើរការក្នុងរយៈពេលជាង1ខែបានផ្ដោតជាសំខាន់លើខ្លឹមសារសិក្សាទ្រឹស្ដីនិងការអនុវត្តជាក់ស្ដែងនៅលើទីលាន
លោកសាស្ត្រាចារ្យវត្តតាំងលេខាទី1អមស្ថានទូតបារាំងប្រចាំនៅកម្ពុជាបានឲ្យដឹងថាគ្រប់កងកម្លាំងក៏រាជអាវុធហត្ថសរុប25រូបគឺសុទ្ធតែបានសិក្សាមេរៀនកិច្ចព្រមព្រៀងការបញ្ជូនកងកម្លាំងច្បាប់សង្គ្រាមអនុសារណៈនៃការយោគយល់គ្នាសិក្សាក្រមសីលធម៌នីតិវិធីប្រតិបត្តិការស្តង់ដារការស៊ើបអង្កេតឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ការឆែកឆានល្បឿនចរាចរណ៍របៀបប្រើម៉ាស៊ីនវាស់អាកុលនិងរបៀបឃាត់ខ្លួនជនសង្ស័យជាដើមសម្រាប់គម្រោងនៃការវឹកវើនេះប្រទេសបារាំងគឺបានកំពុងបន្តអនុវត្តនៅគម្រោងវឹកវើជូនកងកម្លាំងកម្ពុជានៅឧដុង្គរហូតដល់ឆ្នាំ2015និងជួយទ្រទ្រង់សារជាថ្មីដល់កម្ពុជាតាមរយៈការបណ្ដុំបណ្ដាលវគ្គលេខាធិការអាវុធហត្ថនិងវិស្វកម្មអាដាមនីអាដាមសេនីយ៍មង្សសម្ផនបាក់ក្នុងឱកាសនោះគឺបានជំរុញឲ្យកងកម្លាំងយើងទាំងអស់ត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងរៀនភាសាបារាំងនិងភាសានានាទៀតឲ្យបានច្រើនដើម្បីបង្កការងាយស្រួលក្នុងការទំនាក់ទំនងជាមួយបណ្ដាប្រទេសជាមិត្តដែលបានទៅបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅលើពិភពលោកអាដាមបន្តថាកម្ពុជាបានបញ្ជូនកងកម្លាំងដំបូងនៅឆ្នាំ2006រហូតដល់ឆ្នាំ2013នេះកម្ពុជាគឺមានកម្លាំងកំពុងបំពេញបេសកកម្មនៅប្រទេសស៊ូដង់ឆាតសាធារណរដ្ឋអាហ្វ្រិកកណ្ដាលស៊ីរីលីបង់និងប្រទេសស៊ូដង់ខាងត្បូងហើយនៅឆ្នាំ2014ខាងមុខនេះកម្ពុជានឹងបញ្ជូនកងកម្លាំងទៅប្រទេសម៉ាឡេទៀតដល់ឡៃឯករដ្ឋទូតចិនប្រចាំនៅកម្ពុជាបានសន្យាថានឹងនាំយកនៅសេចក្តីត្រូវការរបស់សាលារាជធានីភ្នំពេញជម្រាបជូនដល់ទីក្រុងសម្ព័ន្ធភាពទាំង7របស់ប្រទេសចិននេះគឺជាការសន្យារបស់លោកជំទាវប៊ូជាងគូឯករដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជានៅក្នុងជំនួបសវនកម្មជាមួយនឹងឯកឧត្តមប៉ាសុជីតវង្សអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី18ធ្នូលោកជំទាវប៊ូជាងគូឯករដ្ឋទូតចិនបានបន្តទៀតថាស្ថានទូតចិននឹងជួយសម្រួលរាល់តម្រូវការជាក់ស្ដែងរបស់សាលារាជធានីភ្នំពេញតាមរយៈស្ថានទូតចិនប្រចាំកម្ពុជាជូនដល់ខេត្តក្រុងដែលជាសម្ព័ន្ធភាពជាមួយសាលារាជធានីភ្នំពេញទាំង7លោកជំទាវបានបញ្ជាក់ថាស្ថានទូតក៏បានលើកទឹកចិត្តឲ្យខេត្តក្រុងទាំង7ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសាលារាជធានីភ្នំពេញនៅក្នុងឱកាសនោះដែរលោកជំទាវឯករដ្ឋទូតចិនបានទទួលស្គាល់ថារាជធានីភ្នំពេញមានការវិវត្តរីកចម្រើនគួរឲ្យកត់សម្គាល់គេអាចមើលឃើញអគារខ្ពស់កំពុងលេចឡើងយ៉ាងប្រងព្រាតនៅកណ្ដាលក្រុងភ្នំពេញដែលបង្ហាញពីការរីកចម្រើនផ្នែកសេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអាយុដំបានលើកឡើងថាទន្ទឹមនឹងការរីកចម្រើនរាជធានីភ្នំពេញក៏ប្រឈមនឹងបញ្ហាជាច្រើនដែលត្រូវដោះស្រាយដែលមានដូចជាបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ស្ថិរភាពនយោបាយសោភ័ណភាពទីក្រុងការអភិវឌ្ឍសហគមន៍ក្រីក្រជាដើមហើយពាក់ព័ន្ធទៅនឹងស្ថិរភាពនយោបាយឯកឧត្តមអភិបាលបានលើកឡើងថានៅពេលនេះគណៈបកប្រឆាំងគឺកំពុងតែដើរចេញឆ្ងាយពីរដ្ឋធម្មនុញ្ញដែលជាច្បាប់កម្ពុជារបស់ជាតិតាមរយៈដែលការធ្វើបាតុកម្មការដង្ហែក្បួនខុសពីគោលការណ៍កំណត់ដែលទូតិចឬច្រើនបានប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់ក្នុងទីក្រុងនិងអ្នកវិនិយោគទុនពិសេសការអភិវឌ្ឍដែលកំពុងតែមានដំណើរការនៅក្នុងរាជធានីភ្នំពេញដល់ឡៃព័ត៌មានសេដ្ឋកិច្ចវិញម្ដងគឺរដ្ឋាភិបាលកម្ពុជាបានបដិញ្ញាចិត្តនៅក្នុងការកែលម្អនៅនីតិវិធីគ្រប់យ៉ាងគឺដើម្បីជំរុញទៅដល់ពាណិជ្ជកម្មឲ្យកាន់តែរីកចម្រើនធំឡើងនិងដើម្បីបង្កើននៅការងារជូនដល់ប្រជាពលរដ្ឋកម្ពុជាធ្វើចាប់តាំងពីពាក់កណ្ដាលឆ្នាំ2000កន្លងមកប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សដោយមានការចូលរួមចំណែកពីវិស័យសំខាន់ៗដូចជាការនាំចេញវាយនភ័ណ្ឌកាត់ដេរនិងស្បែកជើងព្រមទាំងវិស័យទេសចររួមទាំងការពង្រឹងពិពិធកម្មនៅក្នុងវិស័យនាំចេញថ្មីមួយចំនួនទៀតដូចជាអង្ករដំឡូងមីផលិតកម្មកង់និងកៅស៊ូមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានក្រៅពីបញ្ចប់ពិធីចុះហត្ថលេខាលើអនុសរណៈនៃការយោគយល់រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសមាគមរោងចក្រកាត់ដេរនៅកម្ពុជានិងអង្គការពលកម្មអន្តរជាតិ ILO ស្ដីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាកាលពីព្រឹកថ្ងៃទី18ខែធ្នូឆ្នាំ2013នេះនៅទីស្តីការក្រសួងអាដាមទេសរដ្ឋមន្ត្រីសុនចន្ទថលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានឲ្យដឹងនៅកម្ពុជាថាគឺមានប្រជាពលរដ្ឋវ័យក្មេងច្រើនដូច្នេះរដ្ឋាភិបាលខិតខំណាស់សប្តាហ៍ថ្ងៃនេះទៅបរទេសក្នុងការទាក់ទាញអ្នកវិនិយោគនិងបញ្យល់គេដើម្បីឲ្យមកបណ្ដាក់ទុននៅកម្ពុជាយើងបង្កើនការងារជូនរដ្ឋាភិបាលដែលពេលដែលយើងបានទាក់ទាញនោះគឺឃើញកំពុងតែគឺយើងកំពុងតែតម្រង់នៅស៊ីកែតម្រង់នៅស៊ីជម្រៅនៅគ្រប់ក្រសួងទាំងអស់ដើម្បីឲ្យការដាក់ទុននៅស្រុកយើងគឺមានការងាយស្រួលអ
អាដាមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថាចំពោះស្ថានភាពពាណិជ្ជកម្មរបស់កម្ពុជានៅពេលបច្ចុប្បន្ននៅក្នុងមួយឆ្នាំពាណិជ្ជកម្មកម្ពុជាគឺមានការកើនឡើងហើយនៅក្នុងឆ្នាំ2013នេះគឺមានចំនួនកើនឡើងប្រមាណជា 15% យើងសង្ឃឹមថាបើយើងកែតម្រង់បន្ថែមព្រមទាំងកាត់បន្ថយនីតិវិធីពាណិជ្ជកម្មនឹងរីកចម្រើនច្រើនជាង 15% ហើយក៏ជាការបញ្ញាចិត្តរបស់រដ្ឋាភិបាលនៅក្នុងការកែតម្រង់នីតិវិធីគ្រប់បែបយ៉ាងទាំងអស់ដើម្បីសម្រួលទៅដល់អ្នកនាំចេញនាំចូលនិងសម្រួលដល់អ្នកវិនិយោគឲ្យមកបណ្ដាក់ទុននៅកម្ពុជាផងដែរគូបញ្ជាក់ថានៅក្នុងឆ្នាំ2015ខាងមុខសមាគមសេដ្ឋកិច្ចអាស៊ាននឹងត្រូវបង្កើតឡើងហើយពេលនោះកម្ពុជានឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនពីការធ្វើសេរីភាពពាណិជ្ជកម្មផ្នែកទំនិញសេវាកម្មនិងលំហូរវិនិយោគចូលមកក្នុងតំបន់អាស៊ានក៏ប៉ុន្តែបញ្ហានៅត្រង់ថាកម្ពុជាគឺអាចទាញយកនៅអត្ថប្រយោជន៍ដ៏ពេញលេញពីសក្តានុពលដ៏ធំធេងនេះឬយ៉ាងណានោះគឺអាស្រ័យលើការរៀបចំនៅផែនការអភិវឌ្ឍនិងបានកំណត់គោលដៅដែលមានបញ្ជាក់ពីលទ្ធផលរំពឹងទុកភ្ជាប់ជាមួយរបៀបវារៈកំណែទម្រង់ជាច្រើនសម្រាប់ឆ្នាំ2014ដល់2019ចាហើយនៅក្នុងមួយឆ្នាំកម្ពុជាគឺបាននាំចេញទៅរុស្ស៊ីជាង$80 លានអាមេរិកខណៈពេលដែលនៃការនាំចូលនោះគឺមានត្រឹមតែជាង$15 លានតែប៉ុណ្ណោះការនាំចេញរបស់ប្រទេសកម្ពុជាទៅប្រទេសរុស្ស៊ីនៅក្នុងរយៈពេលមួយឆ្នាំមានតម្លៃប្រមាណជា$80 លានអាមេរិកចំណែកឯការនាំចូលពីរុស្ស៊ីមកកម្ពុជាគឺមានត្រឹមតែ$15 លានតែប៉ុណ្ណោះនេះបើតាមការឲ្យដឹងពីលោក Andrei Vladimirov អ្នកនាំពាក្យស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំនៅប្រទេសកម្ពុជានៅក្នុងពិធីប្រារព្ធខួប20ឆ្នាំនៃរដ្ឋធម្មនុញ្ញសហព័ន្ធរុស្ស៊ីដែលរៀបចំឡើងដោយមជ្ឈមណ្ឌលវិទ្យាសាស្ត្រនិងវប្បធម៌រុស្ស៊ីការនាំចេញរបស់កម្ពុជាទៅកាន់រុស្ស៊ីភាគច្រើនជាសម្លៀកបំពាក់និងនាំចូលមកនៅកម្ពុជានៅគ្រឿងឧបករណ៍និងគ្រឿងបន្លាស់គ្រឿងរថយន្តផ្សេងទៀតលោកបានបន្តថាសម្រាប់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានទំហំទឹកប្រាក់ប្រមាណជាង$350 លានអាមេរិកហើយបច្ចុប្បន្ននេះមានក្រុមហ៊ុនរុស្ស៊ីមកវិនិយោគនៅកម្ពុជាប្រមាណជា3ទៅ4ក្រុមហ៊ុនក្នុងនោះមានក្រុមហ៊ុនធំមួយកំពុងតែគម្រោងវិនិយោគនៅកោះពស់ខេត្តព្រះសីហនុដែលមានតម្លៃជាង$1000 លានអាមេរិកនៅពេលថ្មីនេះទៀតសោតមានក្រុមហ៊ុនមកពីរុស្ស៊ីមួយទៀតបានមកវិនិយោគលើវិស័យទូរគមនាគមន៍ទូរស័ព្ទចល័តដ៏ធំផងដែរក្រុមហ៊ុននេះបាននាំសេវាកម្មទំនើបផ្នែកទូរគមនាគមន៍ចូលមកប្រទេសកម្ពុជាដែលសូម្បីតែប្រទេសមួយចំនួនធំនោះក៏នៅក្នុងតំបន់ឬក៏ប្រទេសចិនក៏មិនមានសេវានេះដែរលោកបញ្ជាក់បន្ថែមទៀតថានៅទសវត្សរ៍ទី80ប្រទេសរុស្ស៊ីគឺជាប្រទេសមួយដែលផ្ដល់នៅជំនួយធំជាងគេដល់ប្រទេសកម្ពុជាបន្ទាប់ពីប្រទេសកម្ពុជាបានរំដោះពីរបបប៉ុលពតចាប់ព័ត៌មានក្នុងប្រទេសនិងព័ត៌មានសេដ្ឋកិច្ចដែលយើងខ្ញុំទាំងពីរអ្នកជម្រាបជូននៅពេលនេះចាប់តែប៉ុណ្ណេះសូមអញ្ជើញលោកអ្នកបន្តតាមដានទស្សនានៅព័ត៌មានអន្តរជាតិ I hope everybody had a great Thanksgiving. 该属无原则的。ប្រិមត្តទូរទស្សនិកជនជាទីមេត្រីសម្រាប់ព័ត៌មានអន្តរជាតិជាដំបូងនេះគឺរុស្ស៊ីនិងអ៊ុយក្រែនបានបង្កើនកិច្ចសហការលើវិស័យពាណិជ្ជកម្មនិងសេដ្ឋកិច្ចឲ្យកាន់តែប្រសើរជាមួយគ្នាប្រធានាធិបតីប្រទេសអ៊ុយក្រែនលោក Viktor Yanukovych បានអញ្ជើញបំពេញទស្សនកិច្ចនៅក្នុងប្រទេសរុស្ស៊ីកាលពីថ្ងៃអង្គារម្សិលមិញនៅក្នុងបំណងបង្កើនកិច្ចសហការលើផ្នែកពាណិជ្ជកម្មនិងសេដ្ឋកិច្ចឲ្យបានល្អប្រសើរសម្រាប់ប្រទេសទាំងពីរនៅក្នុងដំណើរបំពេញទស្សនកិច្ចនេះក៏មានគោលដៅជំរុញស្ថានភាពនយោបាយនិងសេដ្ឋកិច្ចឲ្យស្ថិតនៅក្នុងសភាពនឹងនរផងដែរហើយសេចក្តីរាយការណ៍ដឹងថានៅក្នុងជំនួបរបស់លោក Yanukovych ជាមួយប្រធានាធិបតីប្រទេសរុស្ស៊ីលោក Vladimir Putin បានធ្វើឡើងក្រោយពេលមានការតវ៉ាយ៉ាងធំបានផ្ទុះឡើងនៅក្នុងទីក្រុងគៀវរបស់ប្រទេសអ៊ុយក្រែននិងកើតមាននៅតាមទីក្រុងមួយចំនួនផ្សេងទៀតនៅក្នុងប្រទេសអំពើតវ៉ាបានកាត់ឡើងក្រោយពេលដែលរដ្ឋាភិបាលអ៊ុយក្រែនបានប្រកាសកាលពីថ្ងៃទី21ខែវិច្ឆិកាកន្លងទៅនេះថានឹងធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរបស់សហគមន៍ជាមួយនឹងសហភាពអឺរ៉ុបនិងស្វែងរកចំណងមិត្តភាពឲ្យបានកាន់តែជិតស្និទ្ធស្នាលទៀតជាមួយរុស្ស៊ីនោះក្រុមអ្នកវិភាគព័ត៌មានឲ្យដឹងថាបច្ចុប្បន្នការស្ដារនៅចំណងមិត្តភាពផ្នែកពាណិជ្ជកម្មនិងសេដ្ឋកិច្ចជាមួយរុស្ស៊ីគឺជាអាទិភាពចម្បងមួយសម្រាប់រដ្ឋាភិបាលអ៊ុយក្រែន
ចំណែកឯរដ្ឋមន្ត្រីការបរទេសចិនបានអញ្ជើញទៅបំពេញទស្សនកិច្ចដើម្បីរឹតបន្តឹងចំណងមិត្តភាពជាមួយនឹងអ៊ីស្រាអែលរដ្ឋមន្ត្រីការទូតចិនលោកវ៉ាងយីបានធ្វើដំណើរទៅដល់ប្រទេសអ៊ីស្រាអែលហើយកាលពីថ្ងៃអង្គារម្សិលមិញសម្រាប់ដំណើរបំពេញទស្សនកិច្ចជាផ្លូវការរបស់លោកដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់មន្ត្រីជាន់ខ្ពស់ចិនចាប់តាំងពីឆ្នាំ2009មកដែលអាចនិយាយបានថាវាជាការកម្របំផុតដូចជាព្យុះព្រិលដែលបានធ្លាក់គ្របដណ្ដប់លើទីតាំងលើទីក្រុងសេរូសាឡឹមដែលមិនធ្លាប់មានកាលពីប្រមាណថ្ងៃមុននេះអញ្ចឹងដែររបៀបវិរៈជាអតិភិបបំផុតរបស់លោកជាមួយនឹងមេដឹកនាំអ៊ីស្រាអែលគឺការពង្រឹងទំនាក់ទំនងបន្ថែមទៀតរវាងអ៊ីស្រាអែលជាមួយនឹងប្រទេសចិនដែលមានការរីកចម្រើនយ៉ាងខ្លាំងបើប្រៀបនឹងរយៈពេលកាលពី20ឆ្នាំមុនពលគឺចាប់ពី$50 លានសហរដ្ឋអាមេរិករហូតដល់ជាង$8 កោដសហរដ្ឋអាមេរិកក្នុងមួយឆ្នាំលោកអារ៉ូរ៉ាខូសុនអ្នកវិភាគវិស័យវិនិយោគអ៊ីស្រាអែលអាស៊ីបាននិយាយថាអ៊ីស្រាអែលនិងចិនគឺជាសម្ព័ន្ធមិត្តសេដ្ឋកិច្ចដ៏ប្រសើរព្រោះប្រទេសចិនមានផ្សាររីឯអ៊ីស្រាអែលមានបច្ចេកវិទ្យាមានសមត្ថភាពនាំមកនៅទំនើបនិយមទៅឲ្យប្រទេសចិននិងការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចកាន់តែប្រសើរឡើងលោកដូរីហ្គោលអតីតឯកអគ្គរដ្ឋទូតរបស់អ៊ីស្រាអែលប្រចាំនៅអង្គការសហប្រជាជាតិដែលបច្ចុប្បន្នជាប្រធានមជ្ឈមណ្ឌលសម្រាប់កិច្ចការសាធារណៈបាននិយាយថាលោករំពឹងថាប្រទេសចិននឹងអាចដើរតួកាន់តែសំខាន់ថែមទៀតនៅក្នុងតំបន់មជ្ឈមបូព៌ាអតីតជំនួយការលោកហ្សាគូស៊ីម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទប្រើប្រាស់រដ្ឋខុសច្បាប់តាមប្រភពពីផ្នែកយុតិធម៌ដឹងថាអតីតជំនួយការដៃស្ដាំរបស់អតីតប្រធានាធិបតីបារាំងនីកូឡាហ្សាគូស៊ីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃអង្គារដើម្បីយកទៅសួរនាំតាក់ទងទៅនឹងការចាប់ប្រកាន់ពីបទប្រើប្រាស់ថវិការដ្ឋខុសច្បាប់នៅក្នុងគណៈដែលលោកបានធ្វើជាអ្នកដឹកនាំនៅក្នុងក្រសួងមហាផ្ទៃលោកក្លូតយ៉ងធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃរហូតដល់ខែមិនិនាកាលពីឆ្នាំទៅហើយនឹងធ្លាប់ធ្វើជាមនុស្សចំណិតរបស់លោកហ្សាកូស៊ីនៅរវាងពីឆ្នាំ2002និងឆ្នាំ2011ហើយនៅពេលនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតយ៉ាងម៉ត់ចត់បំផុតបន្ទាប់ពីក្រុមសមត្ថកិច្ចបានរកឃើញវត្ថុតាងប្រាក់ទិញដូរដែលមានចំនួន€20,000ស្មើនឹង$27,000សហរដ្ឋអាមេរិកនៅក្នុងការស្រាវជ្រាវមួយនៅក្នុងផ្ទះរបស់លោកមកប៉ាគីស្ថាននិយាយថាខ្លួនពុំមានចំណាត់វិធានការយោធាណាមួយប្រឆាំងទៅនឹងពួកឧទាមតាលីបង់បានទេប្រទេសប៉ាគីស្ថានកាលពីថ្ងៃអង្គារបានច្រានចោលទៅនឹងចំណាត់វិធានការយោធាណាមួយប្រឆាំងនឹងពួកតាលីបង់ហើយបានសន្យាថានឹងបញ្ចុះបញ្ចូលពួកបះបោរឲ្យទម្លាក់អាវុធរបស់ខ្លួនតាមរយៈការចរចារកសន្តិភាពមូឡាហ្វាស្លូឡាសមេដឹកនាំថ្មីនៃពួកតាលីបង់និយមតឹងរឹងធ្លាប់បានច្រានចោលម្ដងរួចមកហើយទៅលើគំនិតស្ដីពីកិច្ចពិភាក្សាសន្តិភាពហើយបានបញ្ញាថាពួកខ្លួននៅតែបង្កើនការវាយប្រហារដែលជាផ្នែកមួយនៃយុទ្ធនាការដើម្បីទម្លាក់រដ្ឋាភិបាលកណ្ដាលនិងបង្កើតឲ្យមានច្បាប់អ៊ីស្លាមមួយឡើងនៅក្នុងប្រទេសប៉ាគីស្ថាននាយករដ្ឋមន្ត្រីប៉ាគីស្ថានលោកណាវ៉ាសារ៉ីហ្វដែលបានធ្វើជាប្រធាននៅក្នុងជំនួបគណៈរដ្ឋមន្ត្រីស្ដីពីសន្តិសុខជាតិនោះបាននិយាយថាលោកចង់ឲ្យក្រុមមន្ត្រីពាក់ព័ន្ធប្រកាន់យកកិច្ចពិភាក្សាគ្នាប្រសើរជាងចំណាត់ការយោធាព័ត៌មានអន្តរជាតិចុងក្រោយនេះគឺពាក់ព័ន្ធទៅនឹងមនុស្សចំនួន2នាក់ស្លាប់នៅក្នុងការបាញ់ប្រហារទាំងយប់នៅមន្ទីរពេទ្យនេវ៉ាដាសហរដ្ឋអាមេរិកមន្ត្រីនគរបាលបាននិយាយថាបរិសម្នាក់បានបើកការបាញ់ប្រហារការពិធីអង្គារម្សិលមិញនៅក្នុងទីក្រុងរីណូនៃរដ្ឋវេណាដានៅក្នុងមន្ទីរពេទ្យដែលបានសម្លាប់មនុស្សម្នាក់និង2នាក់ផ្សេងទៀតរងរបួសមុនពេលដែលជនបង្កហេតុនោះបាញ់សម្លាប់ខ្លួនឯងលោក Tom Robinson ស្នងការនគរបាលរងទីក្រុងរីណូក៏បាននិយាយថាហេតុការណ៍បាញ់សម្លាប់នេះគឺជាការបាញ់សម្លាប់យ៉ាងសាហាវនិងជាអំពើហិង្សាដោយប្រើអាវុធនៅតាមដងវិថីចុងក្រោយគេបំផុតនៅសហរដ្ឋអាមេរិកនៅក្នុងឆ្នាំនេះលោកបានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទកាសែតថាហេតុការណ៍នេះដែរបានកើតឡើងនៅម៉ោងប្រហែល 7:02 ព្រឹកឈានចូលថ្ងៃពុធដែលបានសម្លាប់មនុស្សចំនួន2នាក់រាប់ទាំងខ្មាន់កំភ្លើងផងដែរយ៉ាងណាមិញលោកនៅមិនទាន់ប្រកាសពីករណីឃាតកម្មនេះបាននៅឡើយទេប៉ុន្តែលោកក៏មិនជឿថាវាជាការបាញ់ប្រហារព្រាវដែរហើយគេក៏នៅមិនទាន់បានស្គាល់អត្តសញ្ញាណរបស់ខ្មាន់កំភ្លើងនោះនៅឡើយដែរ
ព័ត៌មានរបស់ទូរទស្សន៍បាយ័នដែលប្រិមត្តទូរទស្សនិកជនទទួលបានទស្សនានេះពេលនេះចាប់តែប៉ុណ្ណេះសម្រាប់ពេលនេះសូមអរគុណសូមជម្រាបលា